ប្តីប្រពន្ធក៏ដូចម្ចាស់ផ្ទះនេះអញ្ចឹងស្រឡាញ់គ្នាស្មោះស្ម័គ្រស្មោះត្រង់ហើយរួមគ្នារករួមគ្នាសន្សំរហូតដល់អាចធ្វើផ្ទះដ៏ធំល្វឹងល្វើយជាប្រភេទផ្ទះបុរាណខ្មែរស្អាតខ្លាំងមែនទែនបងប្អូនសូម្បីតែតាមអញ្ចាំងទ្វារតាមអីនេះមានរូបចម្លាក់យ៉ាងស្រស់ស្អាតរស់រវើកតែម្ដងហើយគាត់ថាសម័យឥឡូវអត់មានឈើទៅធ្វើឯណាផ្ទះឡើងប៉ុណ្ណាណីអញ្ចឹងទេអានេះគាត់ចាក់បេតុងផ្ទះថ្មក៏ប៉ុន្តែស្រោបឈើពីខាងក្រៅជើងកសោធំធំនេះគឺគាត់សិតតែច្នៃប្រឌិតខ្លួនឯងឲ្យមើលទៅចេញជាផ្ទះបុរាណខ្មែរស្អាតខ្លាំងមែនទែនខ្ញុំសូមរីកខមមិនមកកន្លែងនេះពេញទំហឹងហ្មងសម្រាប់អ្នកដែលចង់ដើរលេងចង់សប្តាហ៍ថ្ងៃសម្រាប់នាំក្រុមគ្រួសារដើរលេងមកកន្លែងនេះមកហើយមុខផ្ទះរបស់គាត់មានបិទពាក្យថាគូព្រេងព្រឹត្តដោយសារតែតំណាងឲ្យក្តីស្រឡាញ់អ្នកដែលទៅគឺទៅជាលក្ខណៈគ្រួសារទៅជាមួយនឹងមនុស្សជាទីស្រឡាញ់ថតរូបអនុស្សាវរីយ៍ថតរូបជាលក្ខណៈក្រុមគ្រួសារឬមួយក៏តែងបុរាណថតអីក៏បានដែរដោយសំខាន់ម្ចាស់ផ្ទះមានដើមឈើរាប់ពាន់ដើមពេលដែលយើងចូលទៅដល់ទីធ្លាផ្ទះគាត់ឡើងមកលុបទៅឈឹងទៅឆៃហើយគេអភិរក្សបែបខ្មែរសូម្បីតែស្តង់លក់ដូរអីនេះក៏បែបខ្មែរសូម្បីតែអ្នកលក់ដូរក៏ស្លៀកពាក់បែបខ្មែរដែរនិយាយទៅគឺថាមកមិនខកបំណងទេបើខ្ញុំវិញខ្ញុំសប្បាយខ្លាំងដោយសារតែបានតែងបុរាណហើយបានមកជិះទូកបុរាណថតរូបលេងជាមួយនឹងអ្នកម្ដាយខ្ញុំគាត់ចង់អញ្ចឹងយូរហើយឥឡូវរកកន្លែងឃើញជូនគាត់ទៅនេះគាត់សប្បាយមែនទែនក្រៅពីនោះក៏មានកន្លែងសម្រាប់ក្មេងៗជិះទាទឹកហើយបរិយាកាសទីធ្លាអីគឺថាឲ្យមកពេញចិត្ត 100% មានកន្លែងសម្រាប់ក្មេងៗងូតទឹកអាហើយបើអាហារវិញមានគ្រប់មុខមិនថាជាអាហារអាស៊ីអាហារអឺរ៉ុបឬក៏ម្ហូបខ្មែរទេចាបងប្អូនទីលានកន្លែងនេះគេហៅថាកន្លែងបុកលាក់កន្លែងនេះគឺមានលក់អាហារសម្រន់គ្រប់ប្រភេទទាំងអស់ជាពិសេសគឺអាហារបែបខ្មែរផ្ទាល់តែម្ដងយើងអាចដើរលេងថតរូបនិយាយមែនគ្រាន់តែមកដល់គឺដឹងតែមានអារម្មណ៍ល្អហើយឡើងឈ្ងុយបើថាសាឡននំបញ្ចុកគឺពុះក្តៅក្តៅក្រាក់ក្រាក់ចឹងហ្មងមានតាំងពីបាញ់ឆាវមានតាំងពីនំពុំមានតាំងពីនំគ្រក់ហើយនេះមិនមែនមានតែខ្ញុំទេគឺមានភ្ញៀវទេសចរមកលេងច្រើនមែនតើបងប្អូនកលេចទៅឃើញស្រីស្អាតកំពុងតែចាក់នំពុំចង់ញ៉ាំនំគ្រក់ចង់ញ៉ាំជាការ៉េមចង់ញ៉ាំជាតកកឈូអីនិយាយទៅគឺថាមានគ្រប់យ៉ាងនៅនេះពេលចូលលេងគឺយើងត្រូវទិញគូប៉ុនម្នាក់$3តែគូប៉ុនហ្នឹងគឺយើងអាចដូរយកចំណីអាហារញ៉ាំបានអាចដូរជាការ៉េមកាហ្វេឬក៏ភេសជ្ជៈអីផ្សេងក៏បានដែរហើយចំពោះការជួលសម្លៀកបំពាក់បុរាណថតគឺម្នាក់$10យើងអាចស្លៀកតាំងពីព្រឹករហូតដល់ម៉ោង5ល្ងាចបងប្អូនឥឡូវខ្ញុំកំពុងតែដើរទៅរកកន្លែងញ៉ាំអាហារថ្ងៃត្រង់ដោយសារកញ្ចុះគេច្រើនណាស់កន្លែងមាត់ទឹកកញ្ចុះអង្គុយញ៉ាំបាយនេះបើថាប្លង់ថតរូបក៏ស្អាតខ្លាំងដែរអានេះគេហៅថាកញ្ចុះកពីងពួយលើមកដល់មានកន្លែងអង្គុយលីងដោយសារតែមានភ្ញៀវច្រើនណាបងប្អូនដោយសារបងប្រុសបងស្រីម្ចាស់ផ្ទះគាត់ថាគាត់មកទឹកដីស្លាកែតនេះដំបងតំបន់នេះអត់មានអីទេសិតតែភក់ជ្រាំទេគាត់កសាងតាំងពីអត់មានអីសោះរហូតឥឡូវคล้ายទៅជាតំបន់រមណីយដ្ឋានដ៏ល្បីល្បាញរកតែកន្លែងអង្គុយគ្មាននេះនៅនេះគេអភិរក្សបែបខ្មែរតែបើក្មេងៗចង់ញ៉ាំ pizza fast food កាហ្វេអីក៏មានដែរតែអ្នកផ្ទះខ្ញុំមកចង់ញ៉ាំតែរបស់ស្រែដូចខ្យងស្រែអីនេះជ្រលក់ជាមួយនឹងទឹកត្រីគេធ្វើមកឆ្ងាញ់ណាស់ជាតិហ្មងទីធ្លានេះធំណាស់យើងអាចដើរលេងតាំងពីព្រឹករហូតដល់ល្ងាចហើយបើថាក្មេងៗទៅអត់ធុញទេដោយសារមានកន្លែងក្មេងលេងគ្រប់ប្រភេទទាំងក្មេងតូចទាំងក្មេងជំទង់មានហាងកាហ្វេនិយាយពីអ្នកលក់កាហ្វេវិញស្លៀកពាក់បុរាណហើយស្អាតមែនតើក៏មាន playground សម្រាប់ក្មេងៗលេងទៀតនិយាយទៅខ្ញុំទៅសារកន្លែងនេះមកទំហឹងហ្មងបងប្អូនមកអីក៏មានដែរមកមិនខកបំណងទេមកលក្ខណៈគ្រួសារដឹងតែសប្បាយតាំងពីព្រឹករហូតដល់ល្ងាចខ្ញុំបញ្ជាក់ទីតាំងមួយនេះមានឈ្មោះថាកោះស្លាកែត Studio មានទីតាំងគឺស្ថិតនៅទឹកដីកោះស្លាកែតផ្ទាល់តែម្ដងហើយខ្ញុំមានដាក់ Google Map និងលេខទូរស័ព្ទតាក់ទងនៅលើ caption វីដេអូនឹងរួចជាស្រេចអរគុណដែលចូលចិត្តវីដេអូរបស់នាងខ្ញុំជម្រាបលា